សូមពុកម៉ែបងប្អូនទាំងអស់គ្នាចុច Like Subscribe ព្រមទាំងសញ្ញាកណ្ដឹងដើម្បីទទួលបាននូវព័ត៌មានអាប់ដេតជារៀងរាល់ថ្ងៃមហាជនអ្នកគាំទ្រកំពុងតែផ្ទុះការចាប់អារម្មណ៍តែម្ដងបាទតាក់ទងជាមួយនឹងតារាចម្រៀងប្រុសលោកព្រាបសុវត្ថិថានឹងចាប់ដៃគូច្រៀងជាមួយនឹងលោកខេមរៈស្រីមុននៅបទចម្រៀងរួមគ្នាមួយបទដែលមានចំណងជើងថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាបានដឹងច្បាស់ហើយដោយការពីពេលថ្មីកន្លងមកនេះកំពូលតារាចម្រៀងប្រុសលោកព្រាបសុវត្ថិនឹងចាប់ដៃគូច្រៀងជាមួយនឹងសិស្សប្អូនលោកខេមប៊ុនថៃធ្លាប់ប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជាង10ឆ្នាំកន្លងមកនេះនៅមុនពេលដែលលោកព្រាបសុវត្ថិបានដើរចេញពីផលិតកម្មរស្មីហោមាសចូលមកកាន់ Galaxy កាលពីចុងខែសីហាឆ្នាំ2020នោះរហូតដល់ពេលខ្លះគឺមានការកាច់កង់គ្នាជាខ្លាំងពេកធ្វើឲ្យមានផលពិបាកបែងចែកឈ្នះចាញ់ថែមទៀតផងពីព្រោះថាម្នាក់គឺចង់បានលេខ1ដូចគ្នាក៏ប៉ុន្តែលោកខេមប៊ុនថៃនៅមុនពេលដែលចូលផលិតកម្ម Galaxy កាលពីដើមខែមករាឆ្នាំ2020មកធ្វើឲ្យលោកព្រាបសុវត្ថិនិងលោកខេមប៊ុនថៃត្រូវប៉ះគ្នាសារជាថ្មីម្ដងទៀតនៅក្នុងផលិតកម្មតែមួយនៅក្នុងពេលដែលពួកគេមានឋានៈជាអ្នកអុកញ៉ាដូចគ្នាតែម្ដងនេះបើតាមព័ត៌មានរបស់ផលិតកម្ម Galaxy គឺបានអះអាងបញ្ជាក់ផងដែរថាតារាចម្រៀងទាំងពីរដួងនេះរួមមានដូចជាលោកព្រាបសុវត្ថិលោកខេមរៈស្រីមុនប្រកាសជាត្រូវចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយនៅក្នុងបទតែមួយដែលចេញមកនៅពេលខាងមុខនេះជាមិនខានក៏ប៉ុន្តែបទចម្រៀងមួយបទនេះមិនមែនជាបទបែបយុវវ័យស្នេហាខូចចិត្តអ្វីនោះទេគឺជាបទចម្រៀងតាក់ទងជាមួយនឹងកីឡា SEA Games ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះហើយបទចម្រៀងមួយបទនេះក៏មានតារាចម្រៀងពីរដួងផ្សេងទៀតរួមមានដូចជាតារាចម្រៀងសំនៀងស្អកលោកប៊ុនសុនរិនហៅថាខេមនិងស្រីស្រស់តនច័ន្ទសីមាគួររំលឹកផងដែរថានេះគឺជាលើកដំបូងរបស់លោកព្រាបសុវត្ថិនិងលោកខេមរៈស្រីមុនដែលពួកគេត្រូវបានច្រៀងឆ្លងឆ្លើយជាមួយនឹងគ្នារំលែកទៅដោយមោទនភាពជាតិឲ្យផុសផុលឡើងនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ហើយក៏ជារសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជននៅពេលដែលឃើញតារាចម្រៀងទាំងពីរដួងនេះចាប់ដៃគូច្រៀងជាលើកទី1ពីព្រោះថាកន្លងមកលោកព្រាបសុវត្ថិក៏ធ្លាប់បានច្រៀងបទសម័យជាមួយនឹងដៃគូប្រុសគឺលោកណុបបញ្ញរិទ្ធលោកឆនសវណ្ណរាជខណៈពេលដែលលោកខេមប៊ុនថៃវិញក៏ធ្លាប់បានច្រៀងជាមួយនឹងលោកខាន់ជេមនិង DJ ក្តាប់ផងដែរយ៉ាងណាមិញមហាជននៅតែជឿជាក់ថាក្រោយពេលដែលលោកព្រាបសុវត្ថិនិងលោកខេមរៈស្រីមុនចាប់ដៃគ្នាច្រៀងបទចម្រៀងមួយបទតាក់ទងទៅនឹងវិស័យកីឡា SEA Games នេះជំហានបន្ទាប់របស់ផលិតកម្ម Galaxy និងផលិតបទចម្រៀងសម័យឲ្យតារាចម្រៀងទាំងពីររបស់ខ្លួនច្រៀងបទសម័យតម្រូវទៅនឹងយុវវ័យជាមិនខាននៅពេលដែលមហាជនបានមើលឃើញច្បាស់ថារវាងតារាចម្រៀងទាំងពីរដួងនេះមួយណាធ្វើបានជាងល្អមួយណាបើទោះបីជាលោកព្រាបសុវត្ថិនិងលោកខេមរៈស្រីមុនឡើងងារជាអុកញ៉ាមកបទចម្រៀងរបស់ពួកគេមិនសូវមានការចាប់អារម្មណ៍ខ្លាំងដូចមុនក្តីក៏ប៉ុន្តែតារាចម្រៀងទាំងពីរដួងនេះមិនមានការឈប់ពីអាជីពចាស់របស់ខ្លួននោះទេនៅតាមការសំណូមពរពីថ្នាក់ដឹកនាំកម្មវិធីផ្នែកសិល្បៈមួយចំនួនដែលចង់ឲ្យតារាចម្រៀងទាំងឡាយដែលឡើងគោរមងារជាអុកញ៉ាគួរតែឈប់ពីសិល្បៈឲ្យដាច់ស្រឡះទៅដើម្បីកុំឲ្យមានការច្របូកច្របល់តាក់ទងជាមួយនឹងការច្រៀងផងមានក្រុមងារជាអុកញ៉ាផងនាំឲ្យអ្នកឡើងអវល់ក្បងនោះពីព្រោះថានៅពេលនេះទាំងលោកព្រាបសុវត្ថិនិងលោកខេមរៈស្រីមុននៅតែបន្តច្រៀងនៅលើឆាកតន្ត្រីដែលមានការរៀបចំដោយផលិតកម្ម Galaxy ដដែលខណៈពេលដែលតាមរយៈបណ្ដាកម្មវិធីខ្លះគឺមានការស្មុគស្មាញតាក់ទងជាមួយនឹងរឿងតម្លៃខ្លួនក្រោយពេលដែលលោកខេមប៊ុនថៃថាច្រៀង6បទស៊ីត្រឹមតែ$10,000នោះលោកព្រាបសុវត្ថិក៏មានព័ត៌មានថាតម្លៃខ្លួនរបស់លោកហាក់បីដូចជាឡើងខ្ពស់ជាងមុនបន្ទាប់ពីដែលលោកទទួលបានក្រុមងារជាអុកញ៉ាកន្លងមកនេះជាការពិតណាស់លោកព្រាបសុវត្ថិគឺមានអាយុ48ឆ្នាំហើយបើគិតចាប់ពីអាជីពចម្រៀងរបស់លោករយៈពេល26ឆ្នាំបើគិតចាប់ពីឆ្នាំ1997ដល់2023នេះក៏ធ្លាប់មានព័ត៌មានថាលោកនៅតែបន្តអាជីពច្រៀងពីព្រោះថាចំនួនក៏ដូចជាការច្រៀងនេះគឺជាការស្រឡាញ់ចូលចិត្តរបស់លោកជាខ្លាំងលោកមិនមានការបោះចោលមួយណានោះទេខណៈពេលដែលការធ្វើចំនួនគឺជារឿងចាំបាច់ពីព្រោះថាបើមិនរកស៊ីគឺអត់ទៅមុខ
ដោយឡែកលោកខេមប៊ុនថៃវិញក៏បានបញ្ជាក់ផងដែរថាលោកមានអាយុ38ឆ្នាំនិងមិនដែលនិយាយថាខ្លួនឈប់ច្រៀងក្រោយពេលដែលឡើងក្រុមងារជាឧកញ៉ាឡើយគ្រាន់តែនៅពេលនេះលោកក៏ដូចជាកូនសិស្សច្បងដែលបន្ទាប់ពីបានចេញពីផលិតកម្មរស្មីហងមាសមកមិនទាន់មានបទចម្រៀងណាមួយស្ទុះឡើងនោះទេមជ្ឈដ្ឋានមហាជនចាំមើលថាកម្ពុជាតារាចម្រៀងប្រុសលោកព្រាបសុវត្ថិប៉ះគ្នាជាមួយនឹងសិស្សប្អូនខេមរៈស្រីមុនមួយណាត្រូវបានគេចាប់អារម្មណ៍ជាងនៅពេលដែលចេញបទចម្រៀងតែមួយរួមគ្នាតើអ្នកអុកញ៉ាទាំងពីរដួងនេះនៅក្រៅឆាកពួកគេគឺពិតជាមានការកាច់កងគ្នាដូចម្តេចខ្លះបាទតកតងជាមួយនឹងព័ត៌មានថាលោកអុកញ៉ាព្រាបសុវត្ថិប៉ះគ្នាជាមួយនឹងសិស្សប្អូនខេមរៈស្រីមុននេះគឺជាលើកទី1ហើយរយៈពេលជាង10ឆ្នាំកន្លងមកនេះគេចាប់អារម្មណ៍ឃើញថាអ្នកទាំងពីរកំពុងតែមានការកាច់កងគ្នាជាខ្លាំងហើយនៅពេលនេះសិស្សប្អូនខេមប៊ុនថៃបានចូលមកក្នុងផលិតកម្ម Galaxy ម្ដងទៀតគឺប៉ះគ្នាជាលើកទី2ហើយដែលអ្នកអុកញ៉ាខេមរៈស្រីមុនប៉ះគ្នាជាមួយអ្នកអុកញ៉ាព្រាបសុវត្ថិនៅក្នុងផលិតកម្ម Galaxy កន្លងមកនោះបាទឥឡូវនេះព័ត៌មានយើងក៏ឈានមកដល់ទីបញ្ចប់ខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចុច Subscribe ក៏ដូចជា Like ដើម្បីទទួលបាននូវព័ត៌មានអាប់ដេតជាបន្តបន្ទាប់